សួស្តីបាទបងប្អូនទាំងអស់គ្នាបាទស្អាតទេបងប្អូនអានេះតំធ្វើឲ្យថ្មីបងប្អូនអាមុននោះកណ្ដុងខ្លីហើយកណ្ដុងប្រហោងធំជានេះហ្នឹងដាក់ក្របកង់បានតែបើនេះវិញគឺកណ្ដុងថ្មីទៅនឹងទិញមកយកមកដាក់ឲ្យធ្វើថ្មីហើយស្នាប់អីក៏ខុសគ្នាដែរនេះទាំងស្នាប់ទាំងរូបរាងវាទាំងអស់គឺខុសពីអាមុនបាទស្អាតមែនទែនបាទលើកនេះបាទហើយកណ្ដុងវាវិញគឺប្រើក្រប 5.5 លីគឺកណ្ដុងប្រហោង 6 លីជាដែកដូរ៉ាតាន់ជាដូរ៉ាប្រហោងទូចជាដូរ៉ាក្រាស់ហើយបំពង់ខ្យល់វាគឺប៉ុណ្ណាមុនដែរហើយសមែលគឺ 3.7 គុណនឹង 28ហើយស្នាប់ក្រោយគឺកែច្នៃលម្អម៉ូដខុសពីអាមុនអានេះគឺស្នាប់វារៀងធ្លាក់បន្តិចសម្រាប់វាងាយស្រួលនឹងយើងកងស្មាយើងទល់ស្មាតែបើអាមុនវាពិបាកបន្តិចបើអត់ប្រើកែវបើអត់ប្រើសមែលវាបាញ់អត់កើតទេតើប្រើសមែលព្រោះស្នាប់វាត្រង់អានេះយើងមិនចាំបាច់ប្រើសមែលក៏បានវាស្នាប់វារៀងធ្លាក់យើងតម្រង់ស្រួលបាទអត់មានលក់អត់មានដូរអីទេបងប្អូនសូមប្រាប់មកហើយអានេះគ្រាន់តែជាការថតជាคลิปវីដេអូដើម្បីបង្ហោះចែកចាយនឹងឲ្យបងប្អូនដឹងគ្រប់គ្នាពីអ្វីដែលយើងច្នៃបង្កើតច្នៃប្រឌិតខ្លួនឯងបានចង់បង្ហាញថានេះគឺវាសនាដៃរបស់ខ្ញុំដែលខ្ញុំបានច្នៃធ្វើរាល់ថ្ងៃខំប្រឹងផលិតវីដេអូរាល់ថ្ងៃដើម្បីបង្ហោះឲ្យបងប្អូនមួយចំនួនដែលបងប្អូនដែលអត់ទាន់ចេះហើយនឹងបានចេះធ្វើគ្រប់គ្នាសង្ឃឹមថាបងប្អូននឹងចេះធ្វើឲ្យធ្វើស្អាតដូចជាខ្ញុំអញ្ចឹងដែរបាទអានេះគឺកម្លាំងវាខ្លាំងណាស់បងប្អូនអានេះអាចបាញ់កំប៉ុងថៃខ2ត្រួតគ្នាអីបាញ់ធ្លាយទាំងពីរអានេះគឺកម្លាំងខ្យល់ 1500 psi បាទអានេះគឺកម្លាំងខ្យល់ខ្លាំងយើងបើថាយើងបាញ់ចពោចបាញ់សាយអីធានាហ្មងឬក៏លោកព្រៀបអីនេះបាញ់បានរាប់បានទាំងអស់